រឿងរ៉ាវនៃភាពភ័យរន្ធត់បានលេចចេញពីដាហ្វូបន្ទាប់ពីពួកឧទាមដណ្ដើមយកទីក្រុងសំខាន់បើតាមការចុះផ្សាយពីសារព័ត៌មាន ABC News នៅថ្ងៃទី10វិច្ឆិកានេះបានឲ្យដឹងថាគណៈកម្មាធិការជួយសង្គ្រោះអន្តរជាតិនិយាយថាប្រទេសស៊ូដង់កំពុងប្រឈមមុខនឹងវិបត្តិមនុស្សធម៌ដ៏ធំបំផុតមិនធ្លាប់មានរបស់ពិភពលោកហាវ៉ាបានមកដល់ជំរំជនភៀសខ្លួនមួយនៅតាវីឡាដែលជាទីក្រុងមួយចម្ងាយ35ម៉ាយពីទីក្រុងអែលហ្វាសឺក្នុងតំបន់ដាហ្វូប្រទេសស៊ូដង់នៅថ្ងៃទី20ខែតុលាបន្ទាប់ពីត្រូវបានបំបែកចេញពីកូនប្រុសអាយុ15ឆ្នាំរបស់នាងបាននិយាយនៅក្នុងសក្ខីកម្មដែលបានចែករំលែកជាមួយ ABC News ដោយអង្គការមិនស្វែងរកប្រាក់ចំណេញអាវ៉ាដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកដែលជាបណ្ដាញសកម្មជនអនឡាញនៅពេលដែលពួកគេបានអនុវត្តការប្រហារជីវិតនោះជាលើកដំបូងដែលខ្ញុំបានឃើញនរណាម្នាក់ត្រូវបានសម្លាប់នៅចំពោះមុខខ្ញុំវាពិតជាគួរឲ្យតក់ស្លុតណាស់ហ្គាហាវ៉ាគឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សរាប់ពាន់នាក់ដែលបានរត់គេចខ្លួនពីអែលហ្វាសឺចាប់តាំងពីក្រមយោធាប៉ារ៉ាស៊ូដង់គឺកងកម្លាំងគាំទ្ររហ័សបានដណ្ដើមយកទីក្រុងនេះកាលពីខែមុនទីក្រុងអែលហ្វាសឺដែលជារដ្ឋធានីនៃរដ្ឋដាហ្វូខាងជើងរបស់ប្រទេសស៊ូដង់គឺជាតំបន់កាន់កាប់ដ៏សំខាន់ចុងក្រោយនៅក្នុងតំបន់ភាគខាងលិចដាហ្វឺដែលស្ថិតនៅក្រោមការឡោមព័ទ្ធទាំងស្រុងអស់រយៈពេលជាង18ខែមុនពេលធ្លាក់ទៅក្នុងដៃរបស់កងកម្លាំងគាំទ្ររហ័សចាប់តាំងពីពេលនោះមករបាយការណ៍អំពីអំពើឃោរឃៅបានលេចចេញពីទីក្រុងនេះដោយមានការដាច់ចរន្តអគ្គិសនីដែលធ្វើឲ្យការតាក់ទងជាមួយពិភពខាងក្រៅស្ទើរតែមិនអាចទៅរួចទេមុនពេលរត់គេចខ្លួនលោកស្រីហាវ៉ាបាននិយាយថាស្ត្រីនិងកុមារជាច្រើនត្រូវបានឃុំខ្លួនដាច់ដោយឡែកពីគ្នានិងទទួលរងការរំលោភបំពានខណៈពេលដែលអ្នកផ្សេងទៀតត្រូវបានវាយដំប្រសិនបើពួកគេងមួយគេងលោកស្រីបាននិយាយថាពួកគេបានយកក្មេងស្រីតូចៗពីយើងជាទម្រង់រូបេបានយោងតាមគណៈកម្មការបទបញ្ញត្តិនុយក្លេអ៊ែរមានមនុស្សផ្លាស់ទីលំនៅប្រហែល5សែននាក់នៅក្នុងជំរំតាវីឡាដែលបានស្រូបយកជនភៀសខ្លួនភាគច្រើនពីអែលហ្វាសឺប៉ុន្តែទោះបីជាមានអំពើហិង្សាក៏ដោយមានមនុស្សត្រឹមតែប្រហែល6,000នាក់ប៉ុណ្ណោះដែលបានមកដល់ថាវេឡូចាប់តាំងពីកងកម្លាំងគាំទ្ររហ័សបានចូលទៅក្នុងអែលហ្វាសឺមានន័យថាមនុស្សរាប់ពាន់នាក់ទៀតនៅតែបាត់ខ្លួនអ្នកសង្កេតការមនុស្សធម៌និងគ្រួសារមួយចំនួនបានប្រាប់ ABC News ថាពួកគេកំពុងត្រូវបានឃុំខ្លួនដោយកងកម្លាំងគាំទ្ររហ័សយោងតាមលោកសាសវ៉ាតសារ៉ាហ្វនាយកប្រចាំប្រទេសនៃក្រុមប្រឹក្សាជនភៀសខ្លួនន័រវេសប្រចាំប្រទេសស៊ូដង់ទំហំនៃអំពើហិង្សាគឺពិបាកនឹងបញ្ជាក់ណាស់លោកសារ៉ាហ្វបាននិយាយថាគណៈកម្មការបទបញ្ញត្តិនុយក្លេអ៊ែរកំពុងដំណើរការប្រតិបត្តិការប្រចាំថ្ងៃរបស់ជំរំតាវីឡាដែលស្ថិតនៅក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមសកម្មប្រយុទ្ធមួយក្រុមដែលគេស្គាល់ថាជាចលនាកងទ័ពរំដោះស៊ូដង់កងទ័ពរំដោះស៊ូដង់អាប់ឌុលវ៉ាហ៊ីតតែបច្ចុប្បន្នមិនមែនជាភាគីនៃចំនួននោះទេលោកសារ៉ាហ្វបានប្រាប់ ABC News ពីតាវីឡាថាអំពើហិង្សានេះគឺជាកម្មវិធីដ៏គួរឲ្យរន្ធត់មួយវាអាក្រក់ណាស់វាពិបាកណាស់ក្នុងការពណ៌នាអំពីអ្វីដែលយើងរីដោយពាក្យសម្ដីរបស់យើងផ្ទាល់លោកបានបន្ថែមថាយើងមិនដឹងពីទំហំនៃអ្វីដែលវាកំពុងកើតឡើងនោះទេរាល់សក្ខីកម្មនីមួយមនុស្សគ្រប់រូបដែលបានមកដល់បាននិយាយអំពីអំពើហិង្សាអំពីសាកសពអំពីមនុស្សដែលត្រូវបានសម្លាប់អំពីត្រូវបានចាប់ពង្រត់អំពីមនុស្សដែលត្រូវបានចាប់ជាចំណាប់ខ្មាំងនិងគ្រប់ទម្រង់នៃការរំលោភបំពានដែលបានកើតឡើងជាពិសេសលើស្ត្រីសក្ខីកម្មពីអ្នកស្រុកជាច្រើនអ្នកនៃអែលហ្វាសឺដែលបានរត់គេចពីអំពើហិង្សាបានបង្ហាញពីរូបភាពដ៏គួរឲ្យរន្ធត់នៃអំពើហិង្សាដែលមានគោលដៅការជំរិតទារប្រាក់និងការវាយប្រហារលើដំណើរដ៏គ្រោះថ្នាក់ទៅកាន់តាវីឡា ABC News បានផ្លាស់ប្ដូរឈ្មោះរបស់អ្នករស់រានមានជីវិតដោយសារការភ័យខ្លាចនៃការសងសឹកអឡោដែលមានផ្ទៃពោះ8ខែនិងជាម្ដាយរបស់កូនអាយុ2ឆ្នាំនិង12ឆ្នាំបាននិយាយថាការផ្លាស់ទីលំនៅម្ដងហើយម្ដងទៀតនិងកង្វះខាតអាហារបានបង្ខំឲ្យនាងរត់គេចខ្លួននាងបានប្រាប់ ABC News ថាយើងរស់នៅក្រោមការទម្លាក់គ្រាប់បែកនិងភាពអត់ឃ្លានឥតឈប់ឈរយើងថែមទាំងបានស៊ីស្បែកសត្វដើម្បីរស់ទៀតផងអាឡាបាននិយាយថានាងបានបាត់បង់បងប្អូនស្រី5នាក់នៅក្នុងសង្គ្រាមនេះហើយមហាមេតបុរសអាយុ65ឆ្នាំមកពីអែលហ្វាសឺបានរៀបរាប់ពីការចាក់ចេញពីទីក្រុងនៅពេលព្រឹកព្រលឹមនិងឆ្លងកាត់ចំណុចត្រួតពិនិត្យជាច្រើនគាត់បាននិយាយថាពួកគេបានស្វែងរកមនុស្សគ្រប់គ្នារួមទាំងកុមារផងដែរក្មេងស្រីត្រូវបានស្វែងរកតាមរបៀបដែលរំលោភលើភាពឯកជនរបស់ពួកគេនៅចំណុចមួយមនុស្ស17នាក់មកពីក្រុមរបស់យើងត្រូវបាននាំយកទៅសម្លាប់សារព័ត៌មាន ABC បានផ្ទៀងផ្ទាត់វីដេអូមួយចំនួនពីដីនៅអែលហ្វាសឺដែលយោងទៅលើរូបភាពផ្កាយរណប
តែមានគុណភាពបង្ហាញខ្ពស់បង្ហាញពីរបៀបដែលកងកម្លាំងគាំទ្ររហ័សបានចូលទៅក្នុងទីក្រុងសាងសង់កំពែងព័ទ្ធជុំវិញវានិងកំណត់គោលដៅជាប្រព័ន្ធទៅលើជនស៊ីវិលដែលព្យាយាមរត់គេចខ្លួនវីដេអូនេះកត់ត្រាយុទ្ធសាស្ត្ររបស់កងកម្លាំងគាំទ្ររហ័សយ៉ាងលម្អិតគួរឲ្យភ្ញាក់ផ្អើលដុតផ្ទះនិងយានយន្តទិញតាមអ្នកដែលព្យាយាមរត់គេចខ្លួននិងអនុវត្តអ្វីដែលហាក់ដូចជាការប្រហារជីវិតដោយឈាមត្រជាក់នៅក្នុងវីដេអូឃ្លីបមួយដែលត្រូវបានផ្ទៀងផ្ទាត់ដោយ ABC News បុរសម្នាក់ញឹមដាក់កាមេរ៉ាឈរនៅចំកណ្ដាលយានយន្តរាប់សិបគ្រឿងដែលឆេះនិងសាកសពគ្មានជីវិតរូបភាពផ្កាយរណបពីទីតាំងដូចគ្នាបង្ហាញពីចង្កោមរថយន្តដែលឆេះដូចគ្នាក្នុងទម្រង់ជាស្លាកស្នាមខ្មៅនៅលើដីក្បែរច្រាំងថ្មចោតដែលទើបសាងសង់ថ្មីដែលជនស៊ីវិលរបស់ Al-Fasr ជាប់នៅខាងក្នុងទំហំនៃអំពើហិង្សាគឺធំធេងណាស់ដែលឈាមនិងគំនរសាកសពអាចមើលឃើញពីលំហអាកាសនេះបើយោងតាមអ្នកជំនាញនៅមន្ទីរពិសោធន៍ស្រាវជ្រាវមនុស្សធម៌យេលចំណាត់ថ្នាក់ប៉ាតង់អន្តរជាតិដែលជាអ្នកត្រួតពិនិត្យសន្តិសុខស្បៀងអាហារដែលគាំទ្រដោយអង្គការសហប្រជាជាតិនិងទទួលស្គាល់ទូទាំងពិភពលោកបានប្រកាសនៅសប្តាហ៍នេះថាទុរភិក្សបានកើតឡើងនៅ Al-Fasr និងតំបន់ជុំវិញផលប៉ះពាល់ត្រូវបានគេមានអារម្មណ៍យ៉ាងខ្លាំងនៅ Al-Fasr ជាកន្លែងដែលនៅមន្ទីរពេទ្យវាលដែលដំណើរការដោយអង្គការគ្រូពេទ្យគ្មានព្រំដែនស្ត្រីកុមារនិងមនុស្សចាស់បានមកដល់ដោយរងទុក្ខវេទនាពីកម្រិតមហន្តរាយនៃកង្វះអាហារូបត្ថម្ភនៅថ្ងៃតែមួយគឺថ្ងៃទី27 ខែតុលាកុមារអាយុក្រោម5ឆ្នាំទាំងអស់ចំនួន70នាក់នៅមន្ទីរពេទ្យមានកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរនេះបើយោងតាមអង្គការវិទ្យាសាស្ត្រគ្មានព្រំដែនលោកស្រីវិជ្ជបណ្ឌិតលីវីយ៉ាតាំពេលីនីអនុប្រធានផ្នែកសង្គ្រោះបន្ទាន់របស់អង្គការវិទ្យាសាស្ត្រគ្មានព្រំដែនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាចន្លោះថ្ងៃទី26 ខែតុលាដល់ថ្ងៃទី29 ខែតុលាយើងបានទទួលអ្នករងរបួសចំនួន396នាក់និងបានព្យាបាលអ្នកមកដល់ថ្មីជាង700នាក់ពី Al-Fasr នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យរបួសសំខាន់របស់អ្នកជំងឺដែលកំពុងសម្រាប់ព្យាបាលនៅមន្ទីរពេទ្យគឺរបួសដោយសារគ្រាប់កាំភ្លើងការបាក់ឆ្អឹងនិងរបួសផ្សេងទៀតដែលទាក់ទងនឹងការវាយដំនិងការធ្វើទារុណកម្មអ្នកខ្លះទទួលរងពីរបួសដែលឆ្លងមេរោគឬផលវិបាកនៃការវះកាត់ដែលបានធ្វើរួចហើយនៅ Al-Fasr ក្នុងស្ថានភាពអស់សង្ឃឹមដោយស្ទើរតែគ្មានលទ្ធភាពទទួលបានសម្ភារៈវេជ្ជសាស្ត្រនិងថ្នាំពេទ្យចាប់តាំងពីសម្ព័ន្ធភាពកាន់អំណាចបានដួលរំនៅឆ្នាំ2023ជិត2ឆ្នាំបន្ទាប់ពីរដ្ឋប្រហារយោធាបានរំលាយរដ្ឋាភិបាលអន្តរកាលចែករំលែកអំណាចរបស់ប្រទេសស៊ូដង់កងកម្លាំងគាំទ្ររហ័សបានចូលរួមក្នុងសង្គ្រាមស៊ីវិលដ៏សាហាវជាមួយយោធាស៊ូដង់កាលពីខែមករាក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថាភាគីទាំងពីរបានប្រព្រឹត្តបាតុក្រិតសង្គ្រាមហើយបានសន្និដ្ឋានថាលើសមាជិកនៃកងកម្លាំងគាំទ្ររហ័សនិងកងជីវពលសម្ព័ន្ធមិត្តបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅក្នុងប្រទេសស៊ូដង់ក៏ដោយលើកឡើងពីការសម្លាប់ជនស៊ីវិលជាប្រព័ន្ធអំពើហិង្សាផ្លូវភេទនិងការបដិសេធការផ្គត់ផ្គង់សង្គ្រោះជីវិតដល់អ្នកដែលជាប់នៅក្នុងជម្លោះរយៈពេល2សប្តាហ៍កន្លងមកនៅ Al-Fasr តំណាងឲ្យចម្ពោះដ៏អាប់អួរមួយទៀតនៅក្នុងវិបត្តិដែលកំពុងវិលវល់នៅក្នុងប្រទេសស៊ូដង់ដែលគណៈកម្មាធិការជួយសង្គ្រោះអន្តរជាតិពិពណ៌នាថាជាវិបត្តិមនុស្សធម៌ដ៏ធំបំផុតដែលមិនធ្លាប់មានក្តីសង្ឃឹមក្នុងទម្រង់ជាសំណើដែលដឹកនាំដោយសហរដ្ឋអាមេរិកសម្រាប់ផែនការសន្តិភាពតែពាក់ព័ន្ធនឹងក្រុមប្រទេសសម្របសម្រួលតែគេស្គាល់ថាជា4ជ្រុងអេហ្ស៊ីបអារ៉ាប៊ីសាអូឌីតអារ៉ាប់រួមនិងសហរដ្ឋអាមេរិកនៅថ្ងៃប្រហ័សបទកងកម្លាំងគាំទ្ររហ័សបានប្រកាសថាខ្លួនបានយល់ព្រមចំពោះបទឈប់បាញ់មនុស្សធម៌ដែលសម្របសម្រួលដោយ4ជ្រុងអ្នកនាំពាក្យក្រសួងការបរទេសខណៈពេលដែលមិនបានបញ្ជាក់ថាបទឈប់បាញ់ជាផ្លូវការត្រូវបានអនុវត្តនៅឡើយទេបាននិយាយកាលពីថ្ងៃប្រហ័សបទថាសហរដ្ឋអាមេរិកនៅតែបន្តចូលរួមដោយផ្ទាល់ជាមួយភាគីសង្គ្រាមហើយជំរុញឲ្យទាំងពីរឈានដល់កិច្ចព្រមព្រៀងប៉ុន្តែសម្រាប់ពេលនេះអំពើហិង្សាមិនបានបង្ហាញសញ្ញានៃការបញ្ឈប់នោះទេហើយលោកសារ៉េវមកពីគណៈកម្មការបិទបញ្ញត្តិនុយក្លេអ៊ែរបាននិយាយថាពិភពលោកមិនអាចបំភ្លេចអំពីប្រទេសស៊ូដង់បានទេខណៈដែលប្រទេសអាហ្វ្រិកខាងជើងដែលរងការបំភ្លេចបំផ្លាញដោយសង្គ្រាមនេះកំពុងប្រឈមមុខនឹងទុក្ខវេទនាដ៏ធំធេងហួសពីការយល់ដឹងរបស់យើងលោកសារ៉េវបានប្រាប់ ABC News ថាខ្ញុំគិតថាវិបត្តិនេះត្រូវបានគេបំភ្លេចចោលហើយក៏កំពុងត្រូវបានគេមិនអើពើផងដែរហើយខ្ញុំគិតថាយើងមិនអាចបំភ្លេចបានហើយយើងមិនអាចមិនអើពើនឹងវិបត្តិនេះបានទេយើងត្រូវធ្វើដូច្នេះយើងគ្រាន់តែមិននិយាយអំពីតួលេខទេយើងកំពុងនិយាយអំពីមនុស្សរាប់លាននាក់តួលេខនីមួយៗមានមុខមាត់មានគ្រួសារនិងមានជីវិតហើយខ្ញុំគិតថាយើងត្រូវគោរពវា